លោកហ្នឹងមុនលោកចឹងមកក៏ថ្ងៃនេះបានអ្នកគ្រូរាជការក៏សាលាក្រាំងស្លាក៏ដូចជាលោកគ្រូអ្នកគ្រូបានដល់ឱកាសអាត្មាភាពក៏ដូចជាញោមគណៈកម្មការប្រសងគ្រប់អង្គក៏ដូចជាសពរដ្ឋជួនក៏គ្រប់ទិទីក៏បានចូលរួមចំណែកដើម្បីតិចតួចនេះគឺថាហៅថាទឹកចិត្តមិនមានច្រើនទេទឹកចិត្តតិចតួចគឺពិតមែនប៉ុន្តែទឹកចិត្តចង់ជួយលើកទឹកចិត្តសរសើរសិស្សដល់ខំសិក្សារៀនសូត្រយកនៅចំណេះវិជ្ជាកាលណាមាននៅចំណេះវិជ្ជាទើបមាននៅការអភិវឌ្ឍទើបមាននៅការអភិវឌ្ឍបើ